ការនិយាយដល់រឿងកុហកមនុស្សក្នុងលោកនេះមិនមែនចេះតែល្អគ្រប់គ្នាហើយក៏អាក្រក់ទាំងអស់នោះដែរតែមនុស្សដែលកុហកមានការនិយាយពូកែណាស់តែការគិតក្នុងគំនិតរបស់គេមិនពូកែដោយការនិយាយឡើយតែកុំភ្លេចថាការកុហកម្យ៉ាងទៀតចំពោះបុគ្គលណាដែលប្រាថ្នាឲ្យយើងវិនាសដូចជាចោរឆក់ប្លន់ជាដើមក្នុងរឿងការនិយាយដល់សារចំពោះខ្លួនយើងដើម្បីឲ្យផុតអំពីសេចក្តីមហន្តរាយដល់ខ្លួននោះការនិយាយនេះមិនឈ្មោះថាកុហកទេព្រោះវាមិនបានប្រព្រឹត្តទៅក្នុងអំពើនៃបាបធម៌ឡើយព្រោះចិត្តនេះគ្មានចេតនាដើម្បីកុហកបោកប្រាស់ឲ្យគេស្ថិតនៅក្នុងសេចក្តីវិនាសឡើយមនុស្សមិនមែនចេះតែត្រង់រហូតនោះទេហើយក៏មិនត្រូវវិវេរហូតដែរព្រោះភាពនៃប្រាជ្ញារបស់មនុស្សមិនទុកប្រើសម្រាប់ស៊ីបាយតែម្យ៉ាងទេគឺត្រូវប្រើរកវិធីដោះស្រាយក្នុងកលបិចឯណាដើម្បីកម្ចាត់បងនៅរឿងអាក្រក់ដែលកើតឡើងមកលើខ្លួនទេតើបងប្អូនទាំងឡាយនៅចាំបានទេថាដោយពាក្យមួយឃ្លាបានកើតឡើងនៅក្នុងរបបសម័យខ្មែរក្រហមហើយមានន័យថាផ្លូវវាយកុំបោះបង់ផ្លូវណាត្រង់កុំដើរពាក្យនេះលោកសង្កត់ក្នុងនិយមន័យដោយឡែកផ្សេងគ្នាពាក្យថាផ្លូវវាយកុំបោះបង់នោះព្រោះធម្មតាផ្លូវដែលវាមានដំណើរយឺតយូរវែងឆ្ងាយជាងផ្លូវដែលត្រង់តែវាមិនធ្វើឲ្យសេចក្តីអន្តរាយដល់មនុស្សដែលដើរឡើយយ៉ាងណាមិញចំពោះការនិយាយវិវេពេលខ្លះធ្វើឲ្យកើតឡើងជារឿងដ៏ប្រសើរក្នុងការនិយាយបានជាសេចក្តីសុខដល់ខ្លួនផងហើយយើងមិនបានញ៉ាំងមនុស្សដែលយើងនិយាយនោះឲ្យកើតជាទុក្ខទោសដល់គេឡើយម្យ៉ាងទៀតចំពោះពាក្យថាផ្លូវណាត្រង់កុំដើរផ្លូវត្រង់នេះមានសភាពលឿនតែមិនប្រកាសថាមានសុវត្ថិភាពល្អនោះទេយ៉ាងណាមិញចំពោះការនិយាយត្រង់ស្លូតបូតត្រង់ចំពោះបុគ្គលដែលប្រទូមិត្តគឺត្រង់ស្លូតត្រង់ស្លាប់វាមិនមានផលល្អសម្រាប់យើងឡើយក្នុងការនិយាយត្រង់ចំពោះបុគ្គលប្រទូនោះឬបច្ចាមិត្តនោះយើងត្រូវរកមធ្យោបាយដោះស្រាយក្នុងជីវិតមួយនេះឲ្យបានយល់ច្បាស់ឲ្យល្អទើបយើងក្លាយជាមនុស្សដ៏ពូកែគិតនិងពូកែនិយាយក៏ប៉ុន្តែមិនត្រូវពូកែគិតពូកែនិយាយចំពោះរឿងផ្សេងទៀតចំពោះកិច្ចការងារឬមុខរបរមិនប្រកបដោយសុចរិតទៀងត្រង់នោះទេព្រោះការកុហកគេតែម្ដងក៏ត្រូវឲ្យគេសង្ស័យជារៀងរហូតដែរពាក្យថាកុហកបានដល់នៃការនិយាយឬការធ្វើដោយពាក្យមិនពិតមិនទៀងត្រង់នៅក្នុងភពផែនដីនេះជឿថាមនុស្សមិនតិចទេដែលពូកែនិយាយពូកែកុហកនោះគឺកុហកដើម្បីប្រយោជន៍ខ្លួនក្រុមគ្រួសាររបស់ខ្លួនព្រមទាំងបពុរបស់ខ្លួនទៀតផងមានការជួញប្រែប្រកបមុខរបរប្រចាំជីវិតមិនធ្វើឲ្យខ្លួនជាមនុស្សប្រកបដោយសច្ចភាពទៀងត្រង់ទាំងការគិតទាំងការនិយាយទាំងការធ្វើសុទ្ធតែស្ថិតនៅក្នុងអំណាចនៃការគិតការនិយាយការធ្វើនៅក្នុងផ្លូវបោកប្រាស់ទាំងអស់មនុស្សដែលមិនខ្លាចបាបឬខ្មាស់បាបនោះមិនដែលគិតពីរឿងក្នុងផ្លូវល្អទេនាពេលបច្ចុប្បន្ននេះធ្វើយ៉ាងណាគឺយកមកឈ្នះដៃតែម្ដងរកវាគ្មិនពូកែមកនិយាយបញ្ចុះបញ្ចូលក្នុងការអូសទាញគឺដើម្បីតែប្រយោជន៍ខ្លួនម្នាក់សុខចិត្តសុខកាយក្នុងរឿងដ៏ព្រមនៃការកុហកមានលក្ខណៈទ្រង់ទ្រីតូចនិងទ្រង់ទ្រីធំមានទំនិញគ្រប់សពអន្លើដោយសុទ្ធខ្លះមិនសុទ្ធខ្លះដូច្នេះមិនថាដល់ទៅការនិយាយកុហកតែម្យ៉ាងនោះទេបើគេដឹងដល់ទាន់ជាន់កែងហើយក៏មិនភ្ញាក់រលឹកអំពីកំហុសដែលខ្លួនធ្វើឡើយក៏ទៅប្រកែកតតាំងក្នុងរឿងដែលខ្លួនបានធ្វើខុសហើយនោះថាជារឿងនេះគឺជារឿងដ៏ត្រឹមត្រូវតែហើយត្រឹមត្រូវចំពោះតែខ្លួនឯងតែវាមិនត្រឹមត្រូវចំពោះមហាជនដែលខ្លួននិយាយកុហកនោះព្រោះតែអំណាចនៃចិត្តប្រកបដោយលោភៈច្រើនលមោបលុបលុនហួសប្រមាណជាអ្នកធ្វើខ្លួនមិនប្រកបដោយមុខរបរសុចរិតទៀងត្រង់គឺដើម្បីតែប្រាក់សុខចិត្តមិនបានភ្នែកចិញ្ចឹញលក់ដូរនៃគ្រឿងបរិភោគឧបភោគហួសកំណត់ហួសកាលវេលាឬបោកបញ្ឆោតអ្នកដទៃ
ក្នុងអបាយកផ្សេងចំពោះការធ្វើការនិយាយសុទ្ធតែស្ថិតនៅក្នុងផ្លូវអាក្រក់ទាំងអស់រឿងនេះឈ្មោះថាកុហកហើយចំពោះអ្នកដែលកុហកទាំងការនិយាយនិងការធ្វើនោះការកុហកនេះជាផ្លូវមិនល្អទេគឺជាផ្លូវបន្ថោកនៃគុណតម្លៃរបស់ខ្លួនឯងឲ្យសាបសូន្យចាក់លៀបគ្មានទេអំពើល្អមានតែគេទៅសាបអាក្រក់ទៅមិនជាទីត្រេកអរនៃជនច្រើនគ្នាការកុហកដោយប្រយោលគឺមិនបានទៅលួចទៅប្លន់ឬធ្វើជាចោលទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃពិតមែនតែបុគ្គលដែលកុហកនោះคล้ายជាមនុស្សចោរកម្មដោយកំបាំងមុខគឺស្ថិតនៅក្នុងអំពើនៃការកັບកេងកុហកភ្នែកនៃមហាជនដោយមិនដឹងខ្លួននេះចាត់ទុកថាជាអ្នកកុហកបោកប្រាស់ដោយប្រយោលមួយដែរមនុស្សដែលកុហកគឺជាមនុស្សដែលខ្វះសមត្ថភាពនិងក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយខ្វះភាពស្មោះត្រង់ឈ្មោះថាចោរលាក់មុខដោយសារអ្នកដទៃមិនដឹងហើយបុគ្គលនោះរីកិតក្នុងអបាយកលផ្សេងដើម្បីបានជាប្រយោជន៍តូចនិងប្រយោជន៍ធំទាំងក្រុមគ្រួសារនិងបពុនោះហើយក៏ឈ្មោះថាចោរលាក់មុខម្យ៉ាងទៀតណាបុគ្គលដែលកុហកចំពោះនៃការជំពាក់បំណុលរបស់អ្នកដទៃហើយមានចិត្តចេតនាមិនព្រមសងខ្ចីបុលប្រកាសទ្រព្យសម្បត្តិយកមកប្រើប្រាស់ហើយរត់បានទៅដោយកែខ្លួនថាបំណុលរបស់អ្នកមិនមានទេគេគប្បីដឹងអ្នកនោះថាមនុស្សដែលមិនសងបំណុលនោះលោកចាត់ទុកថាជាមនុស្សថោកទាបព្រោះពាក្យថាបុលឬបំណុលបានដល់នៃការខ្ចីនៅទ្រព្យនោះមិនថាលុយកាក់មាសប្រាក់ឬទ្រព្យសម្បត្តិឬស្រូវអង្ករល្ងសណ្ដែកឡាក់ហើយយកមកប្រើប្រាស់រីករាយសប្បាយក្នុងពេលដែលខ្លួនកំពុងខ្វះខាតទៅនិយាយអង្វរកបញ្ចូលដោយពាក្យលួងលោមផ្អែមល្ហែមទៅទូចនិយាយដដែលចំពោះម្ចាស់បំណុលដើម្បីឲ្យគេទុកចិត្តទូកាយមកលើខ្លួនហើយសន្យាថាថ្ងៃនេះខែនេះនឹងសងមកវិញទាំងប្រាក់ការទាំងប្រាក់ដើមហើយក៏ធ្វើឲ្យម្ចាស់បំណុលជឿហើយក៏ឲ្យលឺខ្ចីចំពោះមនុស្សខ្លះខ្ចីទៅហើយប្រកបមុខរបររកស៊ីបានត្រឹមត្រូវវាមិនអីទេតែអ្នកខ្លះនោះខ្ចីហើយបែរជាខ្ចីរហូតមិនចេះទុំសោះគឺចាយវាហឺហាលយឆាយដូច្នេះធ្វើខ្លួនឯងដូចជាអ្នកមានទ្រព្យអញ្ចឹងលុះមួយខែពីរខែដំបូងក៏សងគេទៀងទាត់ព្រោះលុយដែលបានខ្ចីនោះវាមិនទាន់បានចាយអស់នៅឡើយទេលុះពេលចាយអស់មានតិចក៏សងតិចមានច្រើនក៏សងច្រើនលុះយូរទៅក៏ឈប់គិតគូររឿងសងបន្តបុរាណលោកនិយាយហើយថាចំពាក់តិចសងបន្តលុះចំពាក់ដល់កធ្វើអីអញដល់ពេលមិនសងភាគីទាំងពីរក៏កើតរឿងក្តីក្តាំឆ្លោះប្រកែកប្រណាំងតតាំងគ្នារហូតដល់ពេលខ្លះម្ចាស់បំណុលនេះសឹងតែគ្រោះថ្នាក់ដោយសារទ្រព្យរបស់ខ្លួនឯងទៀតផងបងប្អូនទាំងឡាយហើយការជាពាក់បំណុលគេស៊ីមិនឆ្ងាញ់ដេកមិនស្រណុកចិត្តទេខ្ចីទ្រព្យគេពីមួយទៅមួយដូចយកអំបោះទៅរុំជំពាក់វគ្គវិញរកការដោះស្រាយមិនចង់ឃើញហើយក៏មិននឹងធ្វើយ៉ាងម៉េចព្រោះប្រាក់ការទៅជាដើមស្មើព្រមគ្នាទៅហើយនោះវាមិនអាចនឹងដោះស្រាយបានធ្វើបដិញមានតែដាក់មេប្រូចប៉ុណ្ណោះគឺគិតភៀសខ្លួនចេញពីស្រុកបាត់ស្រមោលឈឹងតែម្ដងឯចំពោះម្ចាស់បំណុលនេះក៏វឹកវរកែទុកមិនសុខចិត្តកើតជារឿងក្តៅក្រហាយហើយអស់សង្ឃឹមនៅក្នុងជីវិតថែមទៀតបងប្អូនម្ចាស់បំណុលទាំងឡាយហើយកុំអស់សង្ឃឹមអីព្រោះថាទ្រព្យសម្បត្តិមាសប្រាក់ឬលុយកាក់ដែលគេខ្ចីទៅហើយមិនសងនោះបើទាមិនបានទេចាត់ទុកថាជាបំណុលកម្មរបស់យើងចោះព្រោះអ្វីដែលបានមកវិញនោះមានក្តីសង្ឃឹមតិចណាស់អ្វីដែលបាត់បង់ទៅហើយនោះទឹកលុយយើងបាត់មែនតែមិនត្រូវបាត់ទឹកចិត្តចំពោះនៅទ្រព្យនោះឡើយជីវិតយើងនៅមានក៏គង់នឹងរកទ្រព្យសម្បត្តិនោះមកវិញដោយការប្រឹងប្រែងព្យាយាមសារជាថ្មីបើទ្រព្យដែលគេខ្ចីនោះពិតជាទ្រព្យសំណាងបុណ្យរបស់យើងពិតប្រាកដមែនទ្រព្យនោះគង់ថ្ងៃណាមួយនឹងទទួលផលមកវិញមិនខានបើទ្រព្យនោះ
មិនមែនជាទ្រព្យបុណ្យជាទ្រព្យសុភមង្គលដែលកើតសេចក្តីសុខដល់យើងទេវាក៏មិនបានស្ថិតនៅក្នុងដៃរបស់យើងឡើយអហោសកម្មឲ្យគេទៅកុំចងពីវរាអីកុំមានការចម្ពាក់ដូចជាតិនេះទៀតបើគេមិនសងទៅហើយនោះចាត់ទុកថានេះជាបំណុលកម្មដែលអាត្មាអញបានចម្ពាក់គេពីជាតិមុនមកហើយចំពោះកូនបំណុលទាំងឡាយសពថ្ងៃនេះមានហានិភ័យខ្ពស់ណាស់បាត់បង់ទ្រព្យសម្បត្តិគេអាករដោយសារតែបំណុលកើតកូនម្ល៉េះហើយភាពខ្វះខាតទាល់លំបាកក៏កើតមានឡើងគ្រប់ទីកន្លែងលុះដល់ពេលដែលអត់មានលុយសងក៏យកពាក្យដោះសារថាចាំថ្ងៃនេះចាំថ្ងៃនោះឬឆ្នាំនេះឆ្នាំនោះជាដើមតែតាមធៀបពិតទៀងវាមិនហួសទាល់ទេចំពោះការទាល់ទ្រព្យសម្បត្តិវាមិនអីទេតែអ្នកខ្លះបើទាល់គំនិតហើយមិនដឹងថាធ្វើអ្វីកើតអ្នកខ្លះមានទ្រព្យសម្បត្តិច្រើនលុយកាក់ល្មមចិញ្ចឹមជីវិតបានតែខ្វះគំនិតជ្រាលជ្រៅក្នុងប្រាជ្ញាមិនដឹងថារកស៊ីមុខរបរអ្វីឲ្យពិតប្រាកដឲ្យរីកចម្រើនលុះដល់ស៊ីចាយវាយអស់ទៅវាក៏ទៅជាក្រដដែលអ្នកដែលចម្ពាក់បំណុលគេខ្លះមានទ្រព្យសម្បត្តិលុយកាក់ល្មមអាចសងគេហើយតែចិត្តនេះមិនព្រមចង់សងគិតវេភៀសខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាមនុស្សប្រភេទនោះគេគប្បីដឹងថាជាមនុស្សថោកទាបព្រោះមនុស្សខ្វះសច្ចភាពទៀងត្រង់និយាយដោយពាក្យកុហកទ្រព្យសម្បត្តិលុយកាក់ដែលខ្ចីមកហើយបែរថាខ្លួនសងហើយឬខ្លួនមិនបានខ្ចីទេមនុស្សដែលថោកទាបមិនព្រមទទួលកំហុសនឹងទង្វើរបស់ខ្លួនដែលធ្វើឬនិយាយអាក្រក់ពីអ្នកដែលខំជួយឬខំខ្ចីបំណុលឲ្យនោះទេមានអាកប្បកិរិយាក្រអេក្រទមជ្រលើបឹសគួរឲ្យស្អប់ពឹងហើយទម្លាក់កំហុសឲ្យជាម្ចាស់បំណុលនោះកើតទៅជាទុក្ខទោសទៅវិញមនុស្សប្រភេទនេះគឺជាមនុស្សអកតញ្ញូជាមនុស្សក្រពើវង្វេងបឹងព្រោះតែមិនស្គាល់គុណនឹងទោសគ្រាមុនមកជួយអង្វរគេឲ្យជ្រុំជ្រែងលើកស្ទួយឲ្យផុតអំពីសេចក្តីមហន្តរាយនិងគ្រោះថ្នាក់ផ្សេងៗបែរជាគេជួយហើយទៅជាតបគុណគេក្នុងអំពើទុច្ចរិតទៅវិញមនុស្សប្រភេទនេះជាមនុស្សផ្ទុយអំពីសប្បុរសមនុស្សជាអ្នកសប្បុរសមានកតញ្ញូកតវេទីមានកល្យាណមិត្តជិតស្និទ្ធនឹងគ្នាជួយធ្វើកិច្ចការងាររបស់មិត្តដែលដល់នៅសេចក្តីទុក្ខលំបាកឲ្យយកចិត្តទុកដាក់បំផុតហៅថាអ្នកនោះជាអ្នកសប្បុរសអ្នកណាហើយមានប្រជាប្រិយគឺមានប្រាជ្ញាឆ្លៀវវៃយល់ស្គាល់នៃហេតុនិងផលឲ្យបានច្បាស់លាស់ជននោះរមែងស្ថិតនៅក្នុងគុណសម្បត្តិជាច្រើននៃសម្បត្តិមនុស្សជាតិព្រោះតែជាអ្នកមានគុណធម៌ដែលបណ្ឌិតទាំងឡាយតែងសរសើរទុកក្នុងទីនេះមាន3 1ជាមនុស្សកតញ្ញូកតវេទីគឺជាអ្នកនឹងឯងដឹងនៅឧបការៈគុណដែលអ្នកដទៃជួយសង្គ្រោះខ្លួនហើយមិនបំភ្លេចគុណគេនោះទេក៏តែងតែពោលសរសើរអំពីគុណរបស់គេរឿយៗមិនតែប៉ុណ្ណោះក៏មានការគោរពរាប់អានស្រឡាញ់ហើយធ្វើការតបស្នងសងគុណលោកទៅវិញដោយសេចក្តីសុចរិតទៀងត្រង់នេះជាគុណសម្បត្តិមួយរូបដែលមនុស្សគ្រប់គ្នាគប្បីប្រព្រឹត្តធ្វើតាមជាគំរូ 2. មានកល្យាណមិត្តជិតស្និទ្ធនឹងគ្នាព្រោះកល្យាណមិត្តជាអ្នកស្ថិតនៅក្នុងគោលជំហរច្បាស់លាស់នៅក្នុងផ្លូវសុចរិតទៀងត្រង់មានយុត្តិធម៌សច្ចធម៌គឺជាអ្នកអាចពិភាក្សាការងារជាអ្នករួមសុខរួមទុក្ខនាំមកនៅប្រយោជន៍ពោលគឺឲ្យកើតសេចក្តីសុខសុភមង្គលឲ្យឃ្លាតចាកអបាយមុខជាដើមមានលបែងស្រីលបែងស្រាលបែងភ្នាល់ទាំងឡាយហើយប្រព្រឹត្តតែអំពើនៅក្នុងកុសលតែម្យ៉ាងប៉ុណ្ណោះមានការធ្វើបុណ្យចម្រើនកុសលជាដើមហើយធ្វើមិនឲ្យមានអកុសលធម៌ផ្សេងៗព្រោះយើងបានសែនគប់កល្យាណមិត្តកើតនៅសេចក្តីសុខនិងសេចក្តីចម្រើនកើនប្រយោជន៍មិនឲ្យមានទុក្ខទោសដល់ខ្លួនឡើយ 3. យកចិត្តទុកដាក់ជួយអាសានិងមិត្តភក្តិអ្នកណាហើយយកចិត្តទុកដាក់នឹងមិត្តភក្តិក្នុងគ្រាកំពុងមានភារកិច្ចនៃសេចក្តីទុក្ខលំបាកផ្សេងៗមានអាសន្នអន់ក្រជាដើមនៅឈ្មោះថាមិត្តភក្តិស្លាប់រស់គឺស្ថិតនៅក្នុងគ្រាខ្វះខាតឬខូចចិត្តយ៉ាងណាមិត្តនោះតែងលើកស្ទួយកម្លាំងទឹកចិត្តទាំងផ្នែកកាយវាចា
ហើយរក្សាមិត្តភាពរវាងគ្នានឹងគ្នាមិនលើកលែងនោះហើយថាជាមិត្តដ៏ល្អជាកល្យាណមិត្តផ្ទុយពីមនុស្សដែលឈ្មោះថាបញ្ចាមិត្តជាមិត្តដែលបុគ្គលប្រទូសឃើញមិត្តភក្តិរកស៊ីថ្កុំថ្កើងលើខ្លួនមិនបានទេក៏រមែងជំទាស់ជំទែងឃើញគេទទួលនៅសេចក្តីទុក្ខលំបាកមិនឈឺឆ្អាលលើកស្ទួយទេហើយថែមទាំងឲ្យទុកទោសទៅវិញទៀតផងមនុស្សប្រភេទនេះកុំរាប់រកឲ្យសោះការជួយនៅកិច្ចការរបស់មិត្តក្នុងគ្រាលំបាកគឺជាកាតព្វកិច្ចរបស់មនុស្សដែលល្អរស់នេះជាគុណសម្បត្តិរបស់មនុស្សគប្បីប្រព្រឹត្តក្នុងពេលជួបវិបត្តិការបើបុគ្គលណាប្រើនៅក្នុងគុណសម្បត្តិទាំង3នេះហើយលោកចាត់ទុកថាជាមនុស្សសប្បុរស